បែរមានគូស្វាមីទាំងអស់នោះទេដែលមានជីវិតរំភើបផ្នែកផ្លូវភេទក្នុងជីវិតអាពាហ៍ពិពាហ៍គឺត្រឹមតែ2ឬ3គូតែប៉ុណ្ណោះដែលអាចល្អប្រសើរទៅនឹងអ្វីដែលពួកគេចង់បានក្នុងករណីនេះអ្នកពិតជាឆ្ងល់ថាតើគូស្វាមីភរិយាអាចគ្រប់គ្រងចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានដោយរបៀបណាដើម្បីអាចរក្សាសេចក្តីស្នេហានិងបង្កើតភាពស្និទ្ធស្នាលរបស់ពួកគេបានយ៉ាងល្អនេះគឺជាទម្លាប់ទាំង5នៃការរួមភេទដែលគូស្វាមីភរិយាភាគច្រើនត្រូវតែអនុវត្តដើម្បីស្រាយចម្ងល់ខាងលើសូមប្រិយមិត្តទាំងអស់គ្នាតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅទី1កុំព្យាយាមងាកចេញពីអ្វីដែលថ្មីប្រសិនបើអ្នកចង់ធ្វើឲ្យមានភាពមិនចុះសម្រុងចាក់ឆ្ងាយអ្នកមិនគួរព្យាយាមងាកឆ្ងាយពីអ្វីដែលថ្មីនោះទេវាអាចជាមុខងារបង្កើតភាពរំភើបឬដោយការលេងប្រដាប់ភេទក្នុងការយុទ្ធនាការម្ដងទី2កំណត់យកពេលវេលាដើម្បីរួមភេទយើងទាំងអស់គ្នាសុទ្ធតែដឹងថាជីវិតពិតជាមមាញឹកជាពិសេសគូស្វាមីភរិយាដែលកំពុងបម្រើការងារពួកគេនឹងមិនមានកម្លាំងនោះទេសម្រាប់ផ្ដល់សេចក្តីសុខឲ្យដៃគូបន្ទាប់ពីប្រើធម៌ពលពេញមួយថ្ងៃនៅក្នុងការិយាល័យធ្វើការទោះជាយ៉ាងណាក៏ដោយគូស្វាមីភរិយាត្រូវតែចេះគ្រប់គ្រងភាពរំភើបពីជីវិតអាពាហ៍ពិពាហ៍ក៏ទោះបីជាពួកគេមិនមានកម្លាំងគ្រប់គ្រាន់បន្ទាប់ពីធ្វើការពេញមួយថ្ងៃក៏ដោយទី3ភ្ញាក់ផ្អើលតើអ្នកណាដែលមិនចូលចិត្តការភ្ញាក់ផ្អើលអ្នកអាចរៀបចំភាពភ្ញាក់ផ្អើលអ្វីមួយដូចជាដំណើរកម្សាន្តចុងសប្តាហ៍ឬក៏កំណត់ពេលទៅញ៉ាំអាហារពេលល្ងាចការភ្ញាក់ផ្អើលតិចតួចបែបនេះវាអាចធ្វើឲ្យដៃគូស្មានអំពីការផ្លាស់ប្ដូរនៅពេលបន្ទាប់ជាពិសេសនៅលើក្រែតែម្ដងដែលជាមធ្យោបាយល្អប្រសើរក្នុងការរក្សាភាពរំភើបឲ្យនៅដដែលទី4យកចិត្តទុកដាក់ចំពោះតម្រូវការរបស់ប្តីប្រពន្ធក្នុងពេលរួមភេទគូស្វាមីភរិយាដែលមានសុភមង្គលល្អបំផុតនោះគឺពួកគេបានយល់ពីចំណង់ចំណូលចិត្តរបស់ដៃគូរបស់ខ្លួនប្រសិនបើស្វាមីមានតម្រូវការភរិយានឹងធានាថានឹងប្រកាសជាផ្ដល់តាមតម្រូវសេចក្តីសុខរបស់ស្វាមីខ្លួនតែអ្វីសំខាន់ទៀតនោះដើម្បីរក្សាទំនាក់ទំនងប្រកបដោយភាពរីករាយដៃគូទាំងពីរគួរតែមានចំណង់ចំណូលចិត្តដូចគ្នាចំណុចទី5កុំស្ទាក់ស្ទើរក្នុងការចែករំលែកនៅអារម្មណ៍មិនប្រក្រតីមនុស្សគ្រប់រូបតែងតែមានអារម្មណ៍ចេះកាចសាហាវនិងចេះស្រឡាញ់មានតែគូស្វាមីភរិយាដែលមានសុភមង្គលតែប៉ុណ្ណោះដែលមានអារម្មណ៍ស្រួលក្នុងការចែករំលែកពីអារម្មណ៍ផ្លូវភេទជាមួយគ្នារួមបញ្ចូលទាំងអារម្មណ៍ផ្លូវភេទនិងស្នេហាជាមួយដៃគូបានល្អប្រសើរទាំងអស់គ្នាហើយនេះជាទម្លាប់មួយនៃការរួមភេទដ៏សាមញ្ញរបស់ស្វាមីនិងភរិយាដែលមានសុភមង្គលបំផុតដូច្នេះហើយប្រសិនបើប្រិយមិត្តចង់បានសេចក្តីសុខស្រួលកុំភ្លេចអនុវត្តនៅវិធីខាងលើនេះសូមអរគុណ